ពុកបានស្រក់ទឹកភ្នែកបាញ់ថ្នាំការពារសាកសពដើម្បីការពារកុំឲ្យសាកសពកូនប្រុសត្រូវសត្វព្រៃស៊ីមិននឹកស្មានថាគាត់ទើបតែចាក់ចេញសត្វថ្មាមួយក្បាលបានហោះចុះមកយ៉ាងស្ងៀមស្ងាត់មុននឹងអាហារឆ្ងាញ់នៅចំពោះមុខវាមិនស្ទាក់ស្ទើរក្នុងការចឹកស៊ីឡើយប៉ុន្តែនៅវិនាទីបន្ទាប់ក្មេងប្រុសនោះស្រាប់តែបើកភ្នែកឡើងហើយចាប់អាត្មានោះក្រវែងចោលទៅក្នុងជ្រលងភ្នំដោយដឹងខ្លួនថាត្រូវជាប់នៅលើច្រាំងថ្មចោលគាត់បានស្រែកហៅពុកដោយការភ័យខ្លាចសំឡេងរបស់គាត់បានបន្លឺឡើងពេញជ្រលងភ្នំប៉ុន្តែគ្មានការឆ្លើយតបឡើយដើម្បីស្វែងរកឱកាសរស់រានមានជីវិតចុងក្រោយគាត់មានតែបង្ខំចិត្តលូនចុះក្រោមបន្តិចម្ដងប៉ុន្តែលូនបានតែប៉ុន្មានជំហានស្រាប់តែជើងរបស់គាត់រអិលសំណាងល្អគាត់បានតង់ជាប់នឹងដុំថ្មដែលលុយចេញមកលើច្រាំងថ្មចោលដោយសភាពកឹកគាត់បានព្យួរខ្លួននៅលើអាកាសដ៏ខ្ពស់បែបនេះដោយឃើញសាកសពសត្វជាច្រើននៅខាងក្រោមគាត់ស្ទើរតែភ័យខ្លាចជាខ្លាំងអ្វីដែលកាន់តែអាក្រក់នោះគឺមេឃស្រាប់តែខ្មៅងឹតដោយពុកសង្គ្រាខ្យល់ព្យុះអំដោយភ្លៀងធ្លាក់យ៉ាងខ្លាំងបានបក់មកខ្យល់ខ្លាំងបានបក់គាត់ឲ្យយោទៅឆ្វេងទៅស្ដាំទឹកភ្លៀងធ្វើឲ្យផ្ទាំងថ្មប្រែជាលំអើទោះបីជាការចង់រស់រានមានជីវិតយ៉ាងខ្លាំងក្លាធ្វើឲ្យគាត់តង់ជាប់នឹងប្រហោងថ្មក៏ដោយប៉ុន្តែគាត់ដឹងថាការតស៊ូរបៀបនេះមិនអាចទ្រាំទ្របានយូរឡើយនៅក្នុងភាពអស់សង្ឃឹមគាត់បានឃើញថាទឹកភ្លៀងបានធ្វើឲ្យកម្រិតទឹកខាងក្រោមឡើងខ្ពស់យ៉ាងលឿនបន្ទាប់ពីការតស៊ូក្នុងចិត្តគាត់បានសម្រេចចិត្តលោតចុះទៅកន្លះម៉ោងក្រោយមកផ្ទៃទឹកបានឡើងខ្ពស់ជាង10ម៉ែត្រហើយកម្លាំងកាយរបស់ក្មេងប្រុសក៏ឈានដល់កម្រិតកំណត់ដែរដៃទាំងពីរដែលស្ពឹកស្រពន់នៅទីបំផុតបានចាញ់ភាពភ័យខ្លាចរបស់គាត់មានតែបណ្ដោយឲ្យខ្លួនឯងធ្លាក់ចុះក្រោមទៀតក្មេងប្រុសបានដឹងថាខ្លួននៅមានជីវិតប៉ុន្តែសំណាងល្អមិនបាននៅជាមួយគាត់ទាំងស្រុងនោះទេការធ្លាក់មកបានបុកនឹងផ្ទាំងថ្មបណ្ដាលឲ្យបាក់ឆ្អឹងកំពូលជើងគាត់មិនអាចក្រោកឈរដើរបានតតែសោះមានតែអូសរាងកាយលូនទៅរកធ្លុបទឹកបន្តិចម្ដងដោយផឹកទឹកធ្លុបដើម្បីរក្សាកម្លាំងកាយដើម្បីរស់គាត់បានសុបជើងដែលបាក់ចន្លោះថ្មពីរដុំរួចប្រមូលកម្លាំងទាំងអស់ដើម្បីរុញឆ្អឹងដែលខុសកន្លះឲ្យចូលកន្លែងវិញការជិះចាប់ខ្លាំងស្ទើរតែធ្វើឲ្យគាត់សន្លប់ប៉ុន្តែគាត់មានតែទ្រាំជិះចាប់យកមេឃឈើមកចង់អប់ជើងដែលរងរបួសក្មេងប្រុសបានត្រឡប់ទៅកន្លែងចម្បាំងមុននេះម្ដងទៀតប៉ុន្តែអ្វីដែលធ្វើឲ្យគាត់អស់សង្ឃឹមនោះគឺការឃើញភ្នំផ្ទាល់ខ្លួនរបស់គាត់នេះមានន័យថាមនុស្សក្នុងកុលសម្ព័ន្ធគិតថាគាត់បានស្លាប់ហើយគាត់លែងអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានទៀតហើយក៏បានទាត់ភ្នំនោះទម្លាក់ទៅក្នុងជ្រលងភ្នំដោយភាពឈួតលីលានៅក្នុងភាពអស់សង្ឃឹមគាត់បានយំយ៉ាងខ្លាំងប៉ុន្តែសំឡេងលូដ៏វែងរបស់សត្វចុះបានធ្វើឲ្យក្មេងប្រុសស្ងប់ស្ងាត់ភ្លាមគាត់បានងាកមើលទៅក្រោយហើយឃើញថាខ្លួនត្រូវបានឡោមព័ទ្ធដោយហ្វូងចុះហើយដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនក្មេងប្រុសមានតែអូសជើងដែលរបួសរត់គេចខ្លួនរហូតដល់រត់លេងរួចនៅក្នុងរាត្រីដ៏ខ្មៅងឹតពោពេញដោយគ្រោះថ្នាក់ក្មេងប្រុសមានតែឡើងទៅពួននៅលើដើមឈើទាំងខ្លួនញាក់ត្រូវគាត់ត្រូវការអាហារនិងជីវជាតិជាបន្ទាន់ប៉ុន្តែរកអស់កន្លះថ្ងៃឃើញតែសត្វចន្លេងតូចមួយក្បាលប៉ុណ្ណោះគាត់ទើបតែស៊ីវាអស់ហ្វូងចុះក៏បានរកឃើញក្មេងប្រុសនោះភ្លាមមិនរងចាំឲ្យក្មេងប្រុសឆ្លើយតបឡើយចុះដល់សាហាវបានស្ទុះមករកគាត់ភ្លាមពួកវាមិនចង់រំលងអាហារដ៏ធំមួយនេះឡើយក្មេងប្រុសបានព្យាយាមរត់គេចខ្លួនយ៉ាងខ្លាំងតែគាត់ចិត្តមានសុវត្ថិភាពទៅហើយស្រាប់តែត្រូវជាប់ខំជាប់ស្បែកជើងហើយទាញគាត់ចុះមកក្រោមដោយគ្មានជំរឿក្មេងប្រុសបានដកកាំបិតខ្លីដែលនៅជាប់ខ្លួនមកចាក់វាយ៉ាងខ្លាំងរួចឆ្លៀតឱកាសរត់ឡើងទៅលើវិញហ្វូងចុះនិងក្មេងប្រុសបានប្រឈមមុខគ្នាមួយសន្ទុះនៅទីបំផុតក្មេងប្រុសបានគេងលក់ទៅដោយសារតែភាពហត់នឿយខ្លាំងពេលព្រះអាទិត្យរះឡើងម្ដងទៀតហ្វូងចុះបានបាត់អស់ទៅហើយនៅលើដីសតែចុះដែលរងរបួសមួយក្បាលនោះប៉ុណ្ណោះក្មេងប្រុសបានចងកាំបិតខ្លីនិងដំបងឈើចូលគ្នារួចខិតទៅជិតចុះនោះដោយប្រុងប្រយ័ត្នប៉ុន្តែនៅពេលឃើញក្មេងប្រុសខិតជិតមកចុះដកសោយនៅតែបន្លឺសំឡេងព្រោះគំរាមក្មេងប្រុសស្រាប់តែមិនដាច់ចិត្តឪពុករបស់គាត់ធ្លាប់បង្រៀនគាត់ឲ្យចេះសម្លាប់សត្រូវប៉ុន្តែគាត់នៅតែមិនអាចធ្វើវាបានប៉ុន្តែក្មេងប្រុសមិននឹកស្មានថាសេចក្តីសប្បុរសដោយអចិន្តាននៅពេលនេះបែរជាធ្វើឲ្យសត្វចិញ្ចឹមដំបងបង្អស់របស់មនុស្សជាតិបានកើតឡើងចាប់ពីពេលនេះទៅគាត់បានបិទចុកនោះទៅមាត់ទន្លេរួចលាងរបួសឲ្យវាដោយយកចិត្តទុកដាក់ហើយក៏បានបីវាចូលទៅក្នុងរូងភ្នំទាំងប្រដាប់ត្រដួសនៅពេលភ្ញាក់ឡើងនៅថ្ងៃបន្ទាប់ក្មេងប្រុសបានឃើញចុកកំពុងសម្លឹងមើលគាត់យ៉ាងមុតមមគាត់មិនបានខ្វល់ខ្វាយអ្វីឡើយក៏បានចេញទៅក្រៅពេលថ្នាំសង្កូវនៅពេលដែលគាត់កំពុងទ្រាំការជិះចាប់លាបថ្នាំលើរបួសខ្លួនឯងចុកបានជួយខំខ្សែចំណងដែលចងនៅលើមាត់របស់វាចេញថែមទាំងបង្ហាញថ្មិញដ៏ស្រួយដាក់ក្មេងប្រុសទៀតផងក្មេងប្រុសមិនបានដកថយឡើយផ្ទុយទៅវិញគាត់បានខិតទៅជិតវាបន្តិចម្ដងហើយលួងលោមវាដោយសម្លេងស្រទន់ចុកហាក់ដូចជាដឹងថាក្មេងប្រុសនឹងមិនធ្វើបាបខ្លួនឡើយដូច្នេះវាក៏បានផឹកទឹកដែលក្មេងប្រុសហុចឲ្យនេះជាលើកដំបូងដែលចុកព្រមទទួលការមើលថែពីមនុស្សប៉ុន្តែគ្រោះថ្នាក់មិនទាន់ត្រូវបានដោះស្រាយឡើយពួកវាគឺនៅតែគ្មានអាហារដដែលហើយអាកាសធាតុនឹងប្រែជាត្រជាក់ក្នុងពេលឆាប់នេះក្មេងប្រុសត្រូវតែប្រញាប់ត្រឡប់ទៅកុលសម្ព័ន្ធវិញប៉ុន្តែគាត់មិនហ៊ានសម្លាប់សត្វឡើយមានតែរកសត្វល្អិតខ្លះមកស៊ីដោះស្រាយការឃ្លានចុកកាន់តែមិនពេញចិត្តព្រោះសត្វល្អិតទាំងនេះមិនអាចបំពេញក្រពះរបស់វាបានឡើយនៅថ្ងៃនេះក្មេងប្រុសនៅទីបំផុតបានយកឈ្នះចិត្តខ្លួនឯងហើយសម្រេចចិត្តសម្លាប់សត្វដើម្បីបានស៊ីឆ្អែតប៉ុន្តែក្លិនអាហារនៅតែទាក់ទាញចំណាប់អារម្មណ៍របស់ចុកដែរវាក៏បានលូនទៅមុខយឺតដើម្បីរងចាំឱកាសរំពេចនោះក្មេងប្រុសដឹងច្បាស់ពីច្បាប់ព្រៃឈើគាត់បានហែកសាច់ឈើមួយដុំភ្លាមដើម្បីបង្ហាញពីឋានៈជាម្ចាស់របស់ខ្លួនមានតែធ្វើបែបនេះទើបអាចបង្ក្រាបចុកបានបន្ទាប់មកគាត់បានបង្កាត់ភ្លើងដោយការខាត់ឈើរួចរីករាយនឹងអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសាប៉ុន្តែចុកមើលទៅគួរឲ្យអាណិតខ្លាំងណាស់វាក៏បានបន្លឺសំឡេងគួរឲ្យស្រឡាញ់ដូចជាកូនឆ្កែដើម្បីរំលឹកក្មេងប្រុសកុំឲ្យស៊ីអស់ម្នាក់ឯងដោយឃើញថាឋានៈរបស់ខ្លួនត្រូវបានធានាហើយក្មេងប្រុសក៏បានចែកអាហារខ្លះឲ្យវាស៊ីទៅបន្ទាប់ពីសម្រាប់បានពី3ថ្ងៃរបួសរបស់វាបានជាសះស្បើយច្រើនហើយក្មេងប្រុសដឹងថាគាត់ត្រូវតែបន្តដំណើរទៅមុខទៀតទោះបីជាមានការស្ដាយស្រណោះចំពោះចុកក៏ដោយប៉ុន្តែប្រសិនបើគាត់មិនប្រញាប់ត្រឡប់ទៅផ្ទះវិញមុនពេលរដូវរងាមកដល់ទេនោះគាត់ប្រកាសជាស្លាប់នៅតាមផ្លូវជាក់ជាមិនខានដោយគ្មានជំរឿគាត់មានតែលីចុកនោះរួចដើរទៅមុខដោយមិនងាកក្រោយឡើយដើមឡើយគិតថាពួកគេនឹងត្រូវបែកគ្នាពីពេលនេះទៅប៉ុន្តែមិននឹកស្មានថាចុកមិនមានបំណងចាក់ចេញតតែសោះទោះបីជាក្មេងប្រុសដើរទៅដល់ណាក៏ដោយវានៅតែដើរតាមពីក្រោយយ៉ាងស្ងៀមស្ងាត់មិនឃ្លាតឡើយនៅចំពោះមុខការដេញរបស់ក្មេងប្រុសចុកក៏បានអង្គុយចុះស្ដាប់បង្គាប់យ៉ាងស្ងៀមស្ងាត់សូម្បីតែដំបងឈើដែលក្មេងប្រុសក្រវែងដេញវាក៏វាបានខំយកមកដាក់នៅក្បែរជើងរបស់ក្មេងប្រុសវិញដែរប្រែថាសត្វឆ្កែដំបងបង្អស់របស់មនុស្សជាតិគឺបានកើតឡើងបែបនេះឯងក្មេងប្រុសក៏បានដាក់ឈ្មោះឲ្យចុកនោះថាអាល់ហ្វាចាប់ពីពេលនោះមកមនុស្សម្នាក់នឹងចុកមួយក្បាលបានរួមដំណើរជាមួយគ្នាចាប់ផ្ដើមដំណើរត្រឡប់ទៅផ្ទះវិញយ៉ាងពិតប្រាកដពេលយប់ឈានចូលមកដល់អាល់ហ្វាបានរកឃើញជ្រូកព្រៃពីរបីក្បាលនៅខាងក្រោមភ្នំមុនគេវាបានស្ទុះរត់ទៅរកគោដែលភ្លាមរួចដេញជ្រូកព្រៃមករកខាងក្មេងប្រុសប៉ុន្តែក្មេងប្រុសកាន់លំពេងឡើយនៅតែមិនដាច់ចិត្តចាក់សម្លាប់វាដែរជាលទ្ធផលការសហការប្រមាញ់លើកដំបូងបានទទួលបរាជ័យអាល់ហ្វាចាប់ផ្ដើមសង្ស័យថាខ្លួនបានរើសម្ចាស់ខុសយ៉ាងណាវាក៏មានគំនិតចង់ចាក់ចេញភ្លាមប៉ុន្តែនៅទីបញ្ចប់វានៅតែព្រមចុះចាញ់ក្រោមការហៅម្ដងហើយម្ដងទៀតរបស់ក្មេងប្រុសទោះបីជានៅក្នុងថ្ងៃបន្តអាហារភាគច្រើនគឺអាល់ហ្វាជាអ្នករកបានក៏ដោយប៉ុន្តែនៅទីបញ្ចប់វានៅតែចែករំលែកឲ្យម្ចាស់តូចរបស់វាដោយស្ម័គ្រចិត្តមិនត្រឹមតែប៉ុណ្ណោះនៅពេលយប់វានៅតែលំមកចិត្តក្មេងប្រុសរួចផ្ដោតកម្ដៅដល់ក្មេងប្រុសតាមរយៈរាងកាយរបស់វាប៉ុន្តែផ្ទុយទៅវិញក្មេងប្រុសដែលស្រឡាញ់ស្អាតបែរជាខ្ពើមវាថាធំក្លិនស្អុយទៅវិញដូច្នេះគាត់ក៏បានរុញវាចូលទៅក្នុងទឹកទន្លេសត្វឆ្កែដំបងបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិត្រូវបានបង្ខំឲ្យរៀនហែលទឹកបែបនេះឯងអន្តរការណែនាំរបស់អាល់ហ្វាជំនាញប្រមាញ់របស់ក្មេងប្រុសក៏ត្រូវបានអភិវឌ្ឍយ៉ាងខ្លាំងប៉ុន្តែនៅយប់នោះខណៈពេលដែលពួកគេកំពុងសម្រាកចុកខ្មៅមួយក្បាលបានបង្ហាញថ្មិញដ៏គួរឲ្យខ្លាចខិតជិតក្មេងប្រុសនៅពេលដែលភាគីទាំងពីរកំពុងប្រឈមមុខគ្នាអាល់ហ្វាបានដើរទៅមុខហើយប្រឡាញ់លេងជាមួយចុកខ្មៅនោះទៅវិញក្មេងប្រុសទើបតែនឹកឃើញថាពួកវាគឺជាហ្វូងចុកដែលធ្លាប់វាប្រហារគាត់ពីមុនមកពួកគេគឺជាគ្រួសាររបស់អាល់ហ្វាដោយឃើញក្រសែភ្នែកដ៏លំបាកចិត្តរបស់អាល់ហ្វាទោះបីជាក្មេងប្រុសមានការស្ដាយស្រណោះយ៉ាងណាក៏ដោយក៏គាត់សម្រេចចិត្តដោះលែងវាទៅដែរអាល់ហ្វាបានសម្លឹងមើលក្មេងប្រុសដោយក្តីស្រឡាញ់រួចក៏បាត់ខ្លួនទៅក្នុងរាត្រីដងងឹតដោយគ្មានការរួមដំណើរពីអាល់ហ្វាក្មេងប្រុសមានតែបន្តដំណើរស្វែងរកគោលសម្ព័ន្ធតែម្នាក់ឯង
ឯងរៀងរាល់យប់គាត់តែងតែនឹក Alpha ខ្លាំងណាស់រហូតដល់គេមិនលក់ឡើយមិនដឹងថាបានដើរប៉ុន្មានថ្ងៃទៀតនោះទេនៅក្នុង shop super ដ៏ធំមួយថ្ងៃនោះគាត់ហាក់ដូចជាបានឃើញស្រមោលរបស់ Alpha ម្ដងទៀតដូច្នេះគាត់ក៏បានរត់ដេញតាមវាដោយមិនខ្វល់ពីអ្វីទាំងអស់មិននឹកស្មានថាផ្ទាំងទឹកកកនៅក្រោមជើងស្រាប់តែបាក់ស្រុតចុះធ្វើឲ្យគាត់ធ្លាក់ចូលទៅក្នុងបឹងទឹកកកចរន្តទឹកនៅក្រោមទឹកកកបានគួចយកគាត់ទៅឆ្ងាយភ្លាមនៅពេលនេះស្រាប់តែមានចុកមួយក្បាលបង្ហាញខ្លួននៅលើផ្ទៃទឹកកកដែលនោះគឺ Alpha ដែលមកជួយគាត់ហើយវាបានប្រើកម្លាំងទាំងអស់ដើម្បីបំបែកផ្ទាំងទឹកកកប៉ុន្តែដោយសារតែទម្ងន់ស្រាលពេកវាមិនអាចធ្វើអ្វីបានឡើយសំណាងល្អក្មេងប្រុសបានប្រើកាំបិតខ្លីដែលនៅជាប់ខ្លួនបំបែកផ្ទាំងទឹកកករួច Alpha ក៏បានខំដៃអោរបស់គាត់ទីឡើងមកលើទឹកបឹងដ៏ត្រជាក់ស្រេកបានធ្វើឲ្យគាត់ញ័រត្រូវខ្លាំងណាស់គាត់មិនទាន់បានសម្រាកឡើយក៏បានរត់ទៅបង្កាត់ភ្លើងយ៉ាងលឿនបន្ទាប់ពីភ្លើងឆេះហើយគាត់បានដោះខោអាវដែលកក់ចេញរួចដេកអប់ Alpha នៅលើព្រឹដើម្បីកម្ដៅខ្លួនទោះជាយ៉ាងនេះក្តីក្មេងប្រុសនៅតែធ្លាក់ខ្លួនជាធ្ងន់ដដែលលើកនេះ Alpha មិនបានចាក់ចេញពីគាត់ឡើយផ្ទុយទៅវិញវាបានរួមដំណើរជាមួយគាត់ទៅមុខបន្តទៀតនៅក្នុង Shop Super នៅថ្ងៃនេះពួកគេនៅទីបំផុតបានឃើញមនុស្សដំបូងបង្អស់បន្ទាប់ពីបែកគ្នាយ៉ាងយូរក្មេងប្រុសសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែនៅពេលដែលគាត់រត់ទៅជិតទើបដឹងថាម្នាក់នេះត្រូវបានកកស្លាប់បាត់ទៅហើយក្តីសង្ឃឹមដែលទើបតែនឹងកាត់ឡើងក៏លីបាត់ទៅវិញភ្លាមគាត់បានរកមើលអាហារនៅក្នុងតង់អស់កន្លះថ្ងៃតែរកមិនឃើញឡើយមានតែបានរកឃើញធ្នូមួយដើមនៅក្នុងដៃរបស់សាកសពនោះប៉ុណ្ណោះដោយគ្មានជំរឿពួកគេមានតែបន្តដំណើរទៅមុខទៀតប៉ុន្តែដើរបានមិនប៉ុន្មានជំហានពួកគេក៏បានជួបប្រទះនឹងការរំកិលចុះនៃផ្ទាំងព្រើគាត់បានប្រញាប់នាំ Alpha រត់គេចខ្លួនយ៉ាងលឿននៅក្នុងការរត់យ៉ាងស្លន់ស្លោពួកគេបានរត់ចូលទៅក្នុងរូងភ្នំមួយ Alpha បានសម្លឹងមើលទៅខាងក្នុងរូងភ្នំយ៉ាងមុតមមប្រែថាមានខ្លាឃ្មុំខ្មៅដ៏ធំមួយក្បាលកំពុងពួននៅក្នុងនោះខ្លាឃ្មុំខ្មៅបានឃើញក្មេងប្រុសហើយក៏បានស្ទុះមករកគាត់ភ្លាមនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ Alpha បានស្ទុះទៅវាយប្រហារខ្លាឃ្មុំខ្មៅនោះភ្លាមប៉ុន្តែដោយសារតែទំហំខុសគ្នាខ្លាំងពេកការប្រយុទ្ធគ្នារវាងសត្វព្រៃទាំងពីរបានប្រែជា Alpha ត្រូវបានខ្លាឃ្មុំខ្មៅវាយដំយ៉ាងធ្ងន់ធ្ងរតែម្នាក់ឯងសំណាងល្អនៅទីបំផុតក្មេងប្រុសបានប្រើធ្នូបាញ់សម្រាប់ខ្លាឃ្មុំខ្មៅនោះបានសម្រេចប៉ុន្តែ Alpha ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរដែរវាបានព្យាយាមក្រោកឈរដើម្បីប្រកាសថាក្មេងប្រុសមានសុវត្ថិភាពរួចក៏បានដួលសន្លប់ទៅក្មេងប្រុសបានបង្កាត់ភ្លើងដើម្បីផ្ដល់កម្ដៅដល់ Alpha ថែមទាំងជួយលាងរបួសឲ្យវាទៀតផងនៅពេលនេះគាត់បានចាត់ទុក Alpha ជាសមាជិកគ្រួសាររបស់គាត់ទៅហើយបន្ទាប់ពីសម្រាប់បានបន្តិចពួកគេក៏បានបន្តដំណើរទៅមុខទៀតមនុស្សម្នាក់នឹងចុកមួយក្បាលសុទ្ធតែអូសរាងកាយដែលរងរបួសយ៉ាងធ្ងន់ធ្ងរទៅមុខយ៉ាងត្រដាប់ត្រដួសមិនដឹងថាបានដើរប៉ុន្មានថ្ងៃទៀតនោះទេនៅទីបំផុតក្មេងប្រុសបានឃើញសញ្ញាសម្គាល់ដែលមនុស្សកោសម្ព័ន្ធបានបន្សល់ទុកគាត់បានដើរទៅជិតហើយកាយប្រើកាសចេញមើលទើបដឹងថានេះគឺជាសញ្ញាសម្គាល់របស់កោសម្ព័ន្ធពួកគេពិតប្រាកដមែនគាត់ដឹងថាខ្លួនចិត្តដល់ផ្ទះហើយខ្យល់ព្យុះប្រើកាន់តែខ្លាំងឡើងពួកគេដើរបានមួយជំហានគឺដោយសារតែចន្ទៈដ៏ខ្លាំងក្លាប៉ុណ្ណោះនៅទីបំផុត Alpha លែងអាចទ្រាំទ្របានទៀតហើយក៏បានដួលទៅលើដីក្មេងប្រុសបានដើរទៅជិតហើយនិយាយលួងលោមវាដោយក្នុងថាគាត់នឹងមិនបោះបង់វាចោលឡើយគាត់បានបី Alpha ឡើងទាំងលំបាករួចបន្តដំណើរទៅមុខទៀតទោះបីជាត្រូវស្លាប់ក៏ត្រូវស្លាប់ជាមួយគ្នាដែររហូតដល់យប់នោះក្មេងប្រុសលែងអាចដើររួចទៀតហើយគាត់បានដួលទៅលើព្រឺរួចក៏សន្លប់បាត់ទៅនៅក្នុងការយល់សប្តិគាត់បានឃើញឪពុកម្ដាយរបស់គាត់កំពុងនឹកងាគាត់យ៉ាងខ្លាំងការចង់រស់រានមានជីវិតយ៉ាងខ្លាំងក្លាបានធ្វើឲ្យគាត់ដឹងខ្លួនឡើងវិញម្ដងទៀតគាត់បានអប Alpha ហើយបន្តដំណើរទៅមុខទៀតដោយឆន្ទៈដ៏មោះមុតទោះបីជាមិនដឹងថា Alpha នៅរស់ឬស្លាប់ក៏ដោយដោយការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៅទីបំផុតគាត់បានឃើញកោសម្ព័ន្ធរបស់ខ្លួនហើយគាត់បានដើរចូលទៅក្នុងកោសម្ព័ន្ធទាំងខ្លួនញ័រត្រឹកនៅពេលឃើញឪពុករបស់ខ្លួនភ្លាមគាត់លែងអាចទ្រាំទ្របានទៀតហើយក៏បានដួលទៅលើដីឪពុករបស់គាត់បានបេកគាត់ឡើងដោយភាពរីករាយជាខ្លាំងរីឯគាត់មុនពេលសន្លប់បានចង្អុលទៅកាន់ Alpha ហើយសុំឲ្យឪពុកជួយសង្គ្រោះវាផងនៅពេលភ្ញាក់ឡើងម្ដងទៀតគាត់បានឃើញ Alpha គេងនៅក្បែរខ្លួនថែមទាំងបានបង្កើតកូនចុកតូចមួយហ្វូងទៀតផងប្រែថា Alpha មានផ្ទៃពោះតាំងពីដំបូងមកម្លេះថែមទាំងបានខំប្រឹងប្រែងការពារគាត់ពីសត្វសាហាវទៀតផងមិនយូរប៉ុន្មានUnderkaមើលថាយ៉ាងយកចិត្តទុកដាក់ពីមនុស្សក្នុងកោសម្ព័ន្ធក្មេងប្រុសនិង Alpha ក៏បានជាសះស្បើយឡើងវិញកូនចុកតូចរបស់ Alpha ក៏បានធំធាត់ឡើងបន្តិចម្ដងមិនយូរប៉ុន្មានក្រោយមករាល់ពេលដែលមនុស្សក្នុងកោសម្ព័ន្ធចេញទៅប្រមាញ់ពួកគេតែងតែនាំយកចុកទៅជាមួយជានិច្ចគឺបែបនេះឯងសត្វឆ្កែដំបូងបង្អស់នៅលើពិភពលោកត្រូវបានបង្កើតឡើងចាប់ពីពេលនេះទៅពួកគេថែមទាំងបានដាក់ឈ្មោះដ៏ពិរោះមួយសម្រាប់សត្វទាំងនេះថាឆ្កែចុក